ជំរាបសួរមីសុំសួរមួយបើសិនជាអ្នកមីងអាចអនុញ្ញាតឲ្យខ្លួនឯងធ្វើរឿងមួយតែអ្នកមីងចង់ធ្វើអីគេចង់ញ៉ាំការីចុះពីមុនណាដែងធ្លាប់ញ៉ាំតរ៉េននេះចុះមែនទេអត់ដែរទេអត់ដែរញ៉ាំផងមែនទេមែនទេដោយសារអីគេវិញដោយសារអត់លុយគាត់អត់ដែរញ៉ាំតរ៉េនពីមុនទេហើយកាលនេះខ្ញុំនឹងផ្ដល់ឱកាសឲ្យគាត់ទៅអនុញ្ញាតឲ្យខ្លួនឯងញ៉ាំតរ៉េនខ្ញុំជូនអ្នកមីង 100000 រៀលតែ 100000 នេះខ្ញុំចង់ឲ្យអ្នកមីងទៅអនុញ្ញាតឲ្យខ្លួនឯងញ៉ាំតរ៉េនធ្វើបានអត់ទៅបានមកចង់មែនតែនទៅតាំងពីតូចរហូតដល់ធំមកដល់អាយុប៉ុណ្នេះអ្នកមីងអត់ដែរញ៉ាំតរ៉េនទេអត់ដែរញ៉ាំផងអត់មែនទេជុំខ្ញុំសួរបញ្ជាក់គាត់នេះគឺដោយសារតែគាត់អាយុ40ឆ្នាំជាងហើយតែអត់ដែលបានញ៉ាំតរ៉េនពីមុនមកទេជួយថ្ងៃទី1ហើយលើកទី1ដែលបានញ៉ាំតរ៉េនយកនេះតែធំហ៎យកធំមក3គីឡូយកសាច់សុទ្ធហ្មងយកអាឆ្ងាញ់បំផុតលើកទី1លើកទី1ដែលគាត់ញ៉ាំបាទអញ្ចឹងយើងយកអាឆ្ងាញ់បងចានេះទុំណែ the best ហ្មងអ្នកជំនាញគេរើសមកហើយអានេះហើយឆ្ងាញ់បបិសោតញ៉ាំតរ៉េនលើកទី1ដាក់ឆ្ងាញ់ឲ្យបណ្ដោយចាតោះអញ្ចឹងឥឡូវឲ្យគាត់ពុះបណ្ដោយបន្ទាប់ពីរើសតរ៉េនដែលទុំល្អហើយក៏បានធ្វើការមកដើម្បីយកសាច់ហើយក៏បានធ្វើការគិតលុយមីងយកលុយអាប់អរគុណលុយសល់ហ្នឹងបោះអ្នកមីងនេះតរ៉េនចាអនុញ្ញាតឲ្យខ្លួនឯងញ៉ាំតរ៉េនអូនញ៉ាំដែរហ៎អូនអនុញ្ញាតខ្លួនឯងឲ្យញ៉ាំការីនេះអូទីបំផុតហូបហ្នឹងមីងអូលើកទី1បានបោះគេឆ្ងាញ់ចាញ់មានអារម្មណ៍មិនដែរមានអារម្មណ៍ថាសំណាងបានជួបអ្នកដែរធ្វើវីដេអូឲ្យញ៉ាំការីខ្លួនឯងញ៉ាំដែរទៅញ៉ាំដែរនឹងចាញ៉ាំមែនទេមែនទេញ៉ាំដែរការីឆ្ងាញ់ណាឲ្យញ៉ាំបាត់ញ៉ាំការីនេះឆ្ងាញ់ឆ្ងាញ់មែនទេផ្អែមឆ្ងាញ់មែនសบายចិត្តហើយជូនពរឲ្យគាត់សុខសប្បាយហើយឲ្យគេស្រឡាញ់ឲ្យច្រើនបាទអ្នកនរគ្នាអញ្ចឹងនៅវីដេអូក្រោយគឺខ្ញុំនឹងនាំ follower ញ៉ាំទូរ៉េនអញ្ចឹងកុំភ្លេចចុច follow ផងជួបគាត់មាននិស្ស័យនាំទៅញ៉ាំការីនដូចខ្ញុំអញ្ចឹងហើយនេះបងទុកញ៉ាំមួយប្តីនៅផ្ទះណាហើយលុយសល់មិញហ្នឹងទុកចោលបងជំរាបលាបងប្អូនបាទផ្ទះនៅចិត្តហ្នឹងដែរអូខេបាទមិនហ្នឹងគឺខ្ញុំបានជួយណាមិញឲ្យគាត់បានហូបតរ៉េនលើកទី1ក្នុងជីវិតឥឡូវនេះជិះកាត់វត្តអញ្ចឹងក៏អនុញ្ញាតឲ្យខ្លួនឯងបានចូលដាក់ចំណីឲ្យសត្វគីនិងម៉ែវតោះអូមកសម្រាប់ចំណីដែលខ្ញុំយកបានមកដាក់ឲ្យម៉ែថ្ងៃនេះគឺជាផលិតផលរបស់កូនខ្មែរថ្មីដែលមានឈ្មោះថាចំណីហើយចំណីគឺល្អស័ក្តិសមខ្លាំងមែនទែនសម្រាប់គីក៏ដូចជាម៉ែវព្រោះថាចំណីគឺសម្បូរទៅដោយសារធាតុចិញ្ចឹមដែលអាចធ្វើឲ្យគីឬក៏ម៉ែវមានសុខភាពល្អដោយសារការផលិតរបស់គេគឺស្របតាមស្តង់ដាររបស់ប្រទេសអង់គ្លេសហើយគេធ្វើមកពីសាច់ពិតតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាកំពុងតែតាមរកចំណីសម្រាប់គីឬក៏ម៉ែវរបស់បងប្អូនទាំងអស់គ្នាកុំភ្លេចនឹកឃើញដល់ចំណីមកទូរស័ព្ទនឹងសល់ប្រហែល%ដែរ